នៅក្នុងយុគសម័យ Digital សប្តាហ៍ថ្ងៃបច្ចេកវិទ្យាបានក្លាយជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់យើងចាប់ពីប្រព័ន្ធធនាគារការអប់រំសេវាសុខាភិបាលរហូតដល់អាជីវកម្មផ្សេងៗមិនថាជា website, API, cloud service រហូតដល់ mobile application សុទ្ធតែពឹងផ្អែកទៅលើប្រព័ន្ធ software និងការភ្ជាប់តាមអ៊ីនធឺណិតប៉ុន្តែពេលដែលបច្ចេកវិទ្យាកាន់តែរីកចម្រើនហានិភ័យនៃការលួចទិន្នន័យក៏កាន់តែកើនច្រើនដូចគ្នាចន្លោះប្រហោងនៅក្នុង system អាចបណ្ដាលឲ្យទិន្នន័យសម្ងាត់របស់លោកអ្នកត្រូវបានបែកធ្លាយឬក៏ត្រូវបានជនឆ្លៀតកែយកទៅប្រើប្រាស់ឬក៏កេងចំណេញវាអាចប៉ះពាល់ទៅដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់និងអាចបង្កការខូចខាតធ្ងន់ធ្ងរទៅដល់ស្ថាប័នឬអាជីវកម្មមួយបានប្រព័ន្ធការពារសុវត្ថិភាពគឺជារឿងដែលមិនគួរមើលរំលងដូច្នេះហើយវាគួរតែត្រូវបានពិនិត្យសាកល្បងនិងកែលម្អជាបន្តបន្ទាប់មុនពេលដែល hacker រកឃើញចំណុចខ្សោយទាំងនោះដើម្បីការពារប្រព័ន្ធឲ្យមានសុវត្ថិភាព Pen Testing មានតួនាទីសំខាន់ខ្លាំងណាស់Penetration test ឬ ethical hacking គឺជាការតេស្តផ្នែកប្រព័ន្ធសុវត្ថិភាពដើម្បីស្វែងរកចំណុចខ្សោយនៅក្នុងប្រព័ន្ធមុនពេលដែលអ្នកវាយប្រហារឬក៏ hacker លួចយកទិន្នន័យសំខាន់ៗបាននៅក្នុងការអនុវត្តជាក់ស្ដែងដំណើរការទាំងនេះមិនងាយស្រួលនោះទេអ្នកធ្វើ Pen Testing ត្រូវប្រើប្រាស់ tool ជាច្រើនត្រូវរៀបចំ environment ត្រូវស្វែងរក command ត្រឹមត្រូវត្រូវកំណត់ configuration ត្រូវរៀបចំ resource និងត្រូវវិភាគលទ្ធផលដោយខ្លួនឯងការងារទាំងនេះត្រូវការពេលវេលាជាច្រើនចំណេះដឹងបច្ចេកទេសខ្ពស់និងពេលខ្លះអាចធ្វើឲ្យដំណើរការសាកល្បងមានភាពស្មុគស្មាញនិងមិនងាយគ្រប់គ្រងទាំងនេះហើយជាបញ្ហាដែលជំរុញឲ្យពួកយើងបង្កើត auto offensive Auto Offensive គឺជាផ្លេតហ្វមមួយដែលត្រូវបានបង្កើតឡើងសម្រាប់ developer, សន្និសិទនិងក្រុម security ដើម្បីឲ្យធ្វើឲ្យការធ្វើ pen test មានរបៀបរៀបរយនិងងាយស្រួលនិងមានប្រសិទ្ធភាពជាងមុនជំនួសឲ្យការដំឡើង tool ជាច្រើននិងការវាយ command ដោយដៃម្ដងមួយអ្នកប្រើប្រាស់អាចធ្វើ security testing តាមរយៈគេហទំព័រមួយបានគោលបំណងរបស់យើងបង្កើតឡើងមិនមែនដើម្បីជំនួស Pen Tester នោះទេក៏ប៉ុន្តែដើម្បីជំនួសការងារដដែលសន្សំពេលវេលានិងជួយឲ្យការធ្វើ Offensive Security Testing មានភាពល្អប្រសើរជាងមុនជាមួយ Auto Offensive យើងរួមគ្នាបង្កើតពិភពលោក Digital មួយដែលមានសុវត្ថិភាពជាងមុនផ្ដល់ទំនុកចិត្តជាងមុននិងរឹងមាំជាងមុន